នេះអាត្មាភាពបានរៀបចំកម្មវិធីអំពាវនាវដល់សប្បុរសជនគ្រប់ស្រទាប់វណ្ណៈទាំងអស់ដើម្បីនឹងរៀបចំកម្មវិធីធ្វើមូលនិធិសប្បុរសធម៌មួយដើម្បីជួយចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខនិងជនភេសកដែលបានជម្លៀសខ្លួនមកកាន់ទីសុវត្ថិភាពអាស្រ័យដូចហេតុនេះខ្ញុំប្រកាសណាអាត្មាភាពមានក្តីរន្ធត់ឥតឧបមាដោយពួកបច្ចមិត្តបានឈ្លានពានមកលើកទឹកដីប្រជាជាតិកម្ពុជាយើងធ្វើឲ្យព្រះសង្ឃពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ប្រជាជនប្រជាពលរដ្ឋទូទាំងប្រជាជាតិកម្ពុជាមានសេចក្តីសង្វេគតក់ស្លុតក្នុងនាមអាត្មាភាពប្រជាអធិការវត្តសន្សំកុសលសូមអំពាវនាវដល់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីព្រមទាំងមហាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននិងសប្បុរសជនជិតឆ្ងាយទាំងអស់សូមព្រះមេត្តានិងមេត្តាចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតីទាំងសម្ភារៈគ្រឿងឧបភោគបរិភោគដើម្បីយកទៅចែកជូនដល់កងទ័ពជួរមុខដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជាថៃប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់កន្លែងទីទួលសុវត្ថិភាពទូលព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពសូមថ្លែងនៅអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅនិងក្តីសង្ឃឹមយ៉ាងកក់ក្ដៅទុកជាមុនចំពោះទឹកប្រតីនិងទឹកចិត្តសប្បុរសធម៌ក្នុងការចូលរួមឧបត្ថម្ភគាំទ្រសូមទេវតាឆ្នាំថ្មីបីបាច់ថែរក្សាសម្ដេចទ្រង់ឯកឧត្តមលោកជំទាវព្រះរាជាគណៈព្រះមន្ត្រីសង្ឃប្រថេរានុថេរៈគ្រប់ព្រះអង្គសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអ្នកអុកញ៉ាលោកស្រីព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋានបានសម្បកបនៅពុទ្ធមង្គលពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមអរព្រគុណនិងសូមអរគុណ